ជាទូទៅអ្វីដែលមើលឃើញជាក់ស្ដែងមនុស្សភ្ញាក់ពីគេងមកអ្វីដែលផ្ដោតលើតម្រូវការខួរក្បាលសួរថាតើអ្នកណាដែលផ្ដោតលើតម្រូវការបេះដូងមានតែយុវវ័យប៉ុណ្ណោះពីព្រោះយុវវ័យគឺជាវ័យដែលឲ្យតម្លៃបេះដូងបំផុតមានន័យថាអាយុពី15មក25ឆ្នាំគឺជាវ័យដែលឲ្យតម្លៃបេះដូងបំផុតប៉ុន្តែអ្នកខ្លះអត់បានឲ្យទៀតដោយសារអីខួរក្បាលត្រួតជីវិតគាត់ជាប់ដល់ពេលចឹងមិនអត់មានឱកាសនឹងប្រើផ្ដោតមកលើបេះដូងទេគឺបែបហ្នឹងកាលណាបែបហ្នឹងណាពេលណាមួយយើងត្រូវចាប់អារម្មណ៍ថាក្នុងខ្លួនមនុស្សយើងស្អីក៏តុល្យភាពដែរកាលណាបើយើងមើលពីខួរក្បាលនិងបេះដូងគឺត្រូវការតុល្យភាពបើសិនជាអត់មានតុល្យភាពបញ្ហានឹងកើតមានហើយ